និយាយអំពីការព័ត៌មានអំពីប្រយោជន៍នៃទឹកជំរាបសួរលោកគ្រូអ្នកគ្រូខ្ញុំបាក់ឈ្មោះសារិសីហរិរៀនថ្នាក់ទី4កនៃសាលាអន្តរជាតិស្កៃឡាសាខាចំការដូងថ្ងៃនេះខ្ញុំបានឡើងមកនិយាយអំពីការព័ត៌មានអំពីប្រយោជន៍នៃទឹកខ្ញុំរស់នៅក្នុងភូមិមួយដែលសន្ធិដ្ឋនៅតាមមាត់ព្រែកកំពូលព្រែកនេះដល់ទឹកសម្រាប់អ្នកភូមិប្រើប្រាស់សត្វបែយ៉ាងពួកគេដងទឹកព្រែកយកទៅងូតបោកអាវដាក់ស្លបោកអាវនិងផឹកក្រៅពីនេះព្រែកមុខកំពូលផងទឹកសម្រាប់ស្រោចបន្លែនិងសម្រាប់ធ្វើស្រែថាទៀតព្រែកនេះបង្កងាយស្រួលដល់ការធ្វើដំណាំទៅមករបស់អ្នកភូមិមិត្តដែលព្រែកនេះមានត្រីច្រើនប្រភេទដូចជាត្រីឆ្ពិនត្រីលេងត្រីត្រីក្អែកត្រីសណ្ដែកគេអាចរកត្រីលើអ៊ីលីសនិងគ្រុំនៅក្នុងព្រែកយកទៅធ្វើអាហារនិងលក់ទៀតផងសម្រាប់នៅតាមមាត់ព្រែកអ្នកភូមិខ្ញុំដាំពោតដំឡូងសណ្ដែកដីបានផលណាស់ព្រែកនេះផ្ដល់ផលប្រយោជន៍ច្រើនយ៉ាងទើបអ្នកគេដងទឹកព្រែកយកខិតខំងូតថែទឹកព្រែកឲ្យស្អាតជានិច្ចជម្រាបលាបងប្អូនទាំងអស់គ្នាបាយបាយ